ហ្នឹងហើយបងប្អូនតាគ្នាដូចបងប្អូនបានឃើញនៅក្នុងវីដេអូដែលខ្ញុំបានថតមុននឹងអញ្ចឹងមុននឹងខ្ញុំបានដើរថតនៅជុំវិញវត្តសំរោងក្នុងហើយប្រហែលជាខ្ទង់ប្រហែលប្រហែលនាទី2-3នាទីដែរជានៅក្នុងវីដេអូនេះគឺជាវីដេអូដែលខ្ញុំចង់ធ្វើនៅឯខាងវត្តសំរោងក្នុងដើម្បីបងប្អូនបានឃើញពីទស្សនភាពនៅវត្តសំរោងក្នុងដោយសារនៅខាងវត្តសំរោងក្នុងនេះខ្ញុំឧស្សាហ៍មកដែរប៉ុន្តែតែងតែមើលរំលងនៅទីតាំងមួយកន្លែងនេះដោយសារតែយើងពេលខ្លះទៅយើងជិះហួសមកហួសអញ្ចឹងតែថ្ងៃនេះគឺយើងសម្រេចចិត្តថានឹងចូលមកថតនៅខាងក្នុងវត្តសំរោងក្នុងនេះគឺជាវិហារចាស់នៅខាងសំរោងក្នុងខ្ញុំដឹងថានៅក្នុងឯកភ្នំឬក៏នៅខាងស្រុកសង្កែទេប៉ុន្តែឥឡូវនេះយើងបានដល់ទីតាំងកន្លែងនេះសំរោងក្នុងគឺខ្ញុំមកច្រើនមែនទែនហ្មងប៉ុន្តែយើងអាចបានធ្វើជាមួយនឹងវីដេអូប៉ុន្តែថ្ងៃនេះគឺយើងមកធ្វើជាមួយនឹងវីដេអូនៅខាងសំរោងក្នុងដោយសារតែយើងអត់ដែរបានធ្វើពីមុនអញ្ចឹងណាហើយក្នុងវីដេអូនេះវាមិនសូវជាវែងប្រហែលទេប៉ុន្តែខ្ញុំចង់ថតខាងសំរោងក្នុងនេះឲ្យបងប្អូនបានឃើញនេះទស្សនភាពទៅខ្ញុំចង់ដើរថតមកជុំពហិតែម្ដងដោយសារតែពហិនេះគឺគេបានចុះជុលហើយម្ដងឯងពីមុនស្ថានភាពពហិនេះគឺមិនអញ្ចឹងទេគឺពហិចាស់តែម្ដងជាមួយខ្ញុំរកអារូបដែលខ្ញុំបានមកថតកាលពី 4-5 ឆ្នាំមុនឲ្យពុកម៉ែបងប្អូនបានឃើញក្នុងវីដេអូមួយនេះពហិចាស់ហ្នឹងពហិបែបម៉េចពហិចាស់ហ្នឹងវាដូចជាថ្មប្រភេទចាអាហ្នឹងចាស់វាអត់មានការលាបថ្នាំប្រែពណ៌អញ្ចឹងទេពហិនេះគេធ្វើថ្មីប្រហែលជាខ្ទង់3 ឆ្នាំឯងហើយនៅក្នុងពហិនេះអ្នកខ្លះអាចបានចូលក្នុងពហិទេប៉ុន្តែខ្ញុំអាចនិយាយបានថាមានសំណាងដែរអាកលចូលឆ្នាំខ្មែរក៏ឆ្នាំមុនហ្នឹងគឺយើងមកលេងនៅខាងវត្តសំរោងក្នុងទៅហើយពេលហ្នឹងប៉ះលោកបើកភ្លើងអញ្ចឹងយើងក៏បានចូលទៅថតនៅក្នុងហ្នឹងដែរអញ្ចឹងខ្ញុំមិនដឹងថាឆ្នាំនេះអាចមានឱកាសក្នុងការចូលទៅថតនៅក្នុងពហិនឹងទៀតឬក៏យ៉ាងម៉េចដោយសារតែពហិនេះគឺគេបើកទេគេបិទហើយក្នុងនេះសុទ្ធតែអាចព្រៀបហើយសម្បូរព្រៀបខ្លាំងទេនៅក្នុងហ្នឹងជាមួយខ្ញុំនឹងរករូបដាក់ដែលខ្ញុំបានចូលគ្នាដើម្បីពុកម៉ែបងប្អូនបានឃើញរូបថតនៅក្នុងវិហារចាស់នេះវិហារចាស់នេះគេឈប់ប្រើការអីដោយសារតែវាមានសភាពទ្រុឌទ្រោមហើយដល់ពេលដែលគេចាប់ដើមធ្វើហ្នឹងគឺគេប្រើជាមួយនឹងវិហារថ្មីដែលខ្ញុំបានឃើញវិហារថ្មីហ្នឹងគឺខ្ញុំបានមកចុះសីមាក៏ឆ្នាំ2014 15បើតាមចាំអត់ច្បាស់ទេប្រហែលជា2014 2015ហ្នឹងឯងគឺខ្ញុំបានមកចុះសីមានៅទីនេះហើយវិហារនេះគឺលោកមុនគឺខ្ញុំចូលនៅក្នុងវិហារនេះតែម្ដងពេលហ្នឹងគឺសុកលោកបើកភ្លើងមកគឺយើងចូលនៅក្នុងហ្នឹងជាមួយចាំខ្ញុំដាក់រូបឲ្យអ្នកទាំងអស់គ្នាបានឃើញរូបដែលខ្ញុំបានមកថតអង្គពីឆ្នាំមុនអានេះបើនិយាយរឿងវត្តនេះវត្តបុរាណចាស់តែមែនតែម្ដងតាមខ្ញុំដឹងទៅប្រហែលជាវត្តនេះមានខ្ទង់300 ឆ្នាំឯងប៉ុន្តែវិហារនេះអត់ដល់300 ឆ្នាំទេអាយុកាលវត្តនេះមានយូរហើយឈ្មោះវត្តសំរោងក្នុងនេះប៉ុន្តែវិហារនេះគឺអត់ដល់300 ឆ្នាំទេណាអានេះចាំសិក្សាស្រាវជ្រាវខ្លួនឯងទៅខ្ញុំមិនដឹងច្បាស់ 100% ទេអ្វីដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបានឃើញហ្នឹងទីតាំងមួយកន្លែងនេះតែម្ដងកន្លែងនេះគឺខ្ញុំមកច្រើនណាមកសឹងតាមួយអាទិត្យម្ដងប៉ុន្តែយកដែរបានថតជាមួយវីដេអូអានេះមានព្រៀបជក់អាចណាហើយជាមួយនឹងបែបបុរាណតែម្ដងសូម្បីតែទ្វារមើលទៅបែបបុរាណហើយការ៉ូនេះប្រហែលជាការ៉ូសម័យឥឡូវទេហើយអ្វីដែលយើងគួរចាប់សង្កល់ហ្នឹងគឺនៅខាងលើ
ជាមួយនឹងខឿនរនូតបែបចាស់ចាស់អញ្ចឹងណាក្បឿងបែបបុរាណក្បឿងនេះគេប៉ក់ថ្មីទេប៉ុន្តែបើក្បឿងចាស់របស់គេតែម្ដងគឺចាស់ខ្លាំងមែនតែម្ដងមិនមែនក្បឿងបែបចេះទេខ្ញុំឆ្លាញ់រូបរាងនៅក្នុងវត្តនេះផ្ទាល់តែម្ដងអ្នកទាំងអស់គ្នាបើសិនជាគេបើកពហិខាងក្នុងនេះឲ្យចូលទៀតខ្ញុំនឹងថតរូបឲ្យបានស្អាតដើម្បីឲ្យអ្នកទាំងអស់គ្នាបានឃើញនៅក្នុងពហិនេះយើងមើលជាក់ស្ដែងទៅនេះអានេះគឺជាវិហារចាស់ណាខ្ញុំសម្រេចចិត្តថានឹងមកធ្វើថតតែម្ដងទៅឲ្យមកคลิปនេះគឺខ្ញុំអត់ចង់កាត់វែងឆ្ងាយពេកទេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបានឃើញវីដេអូជាក់ស្ដែងវីដេអូពិតដែលខ្ញុំបានមកថតអញ្ចឹងណានៅពេលដែលយើងកាត់ច្រើនតង់ពេកទៅវាធ្វើឲ្យវាមិនមែនជារៀលស្អាតនៅវត្តសំរោងក្នុងនេះអ្នកណាក៏ល្បីដែរតាក់ទងទៅនឹងកលានវត្តសំរោងក្នុងអ្នកទាំងអស់គ្នាបានស្គាល់ហើយនៅខាងក្រៅវត្តនោះនៅយើងជិះតាមផ្លូវខាងក្រៅជាហៀងទៅដល់កន្លែងលក់កលានហើយល្បីខ្លាំងកលានសំរោងក្នុងហើយនឹងកលានខាងតកុកខ្ញុំដើរថតមិញបាច់នេះជោគតែម្ដងអញ្ចឹងនៅក្នុងវីដេអូនេះអាចមើលបាននៅក្នុងនេះខ្ញុំប្រហែលជាផុសចូល YouTube អត់ផុសចូល page របស់ខ្ញុំទេចាំមើលជាក់ស្ដែងសិនមើលអូបរិយាកាសនៅក្នុងវត្តនេះមិនសូវជាធំខ្លាំងក៏មិនសូវជាទួយខ្លាំងដែរហើយយើងមើលទៅឃើញមានជាមួយលបងក្រាស់លយខ្ពស់ហើយមានចាត់ដីមានអីទៅអានេះចាត់ដីនេះគឺជាចាត់ដីតាំងពីបុរាណតែម្ដងហើយមិនដឹងថាប្រហែលឆ្នាំទេអានេះបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងអាចសិក្សាស្រាវជ្រាវខ្លួនឯងបានទៀតដោយសារតែខ្ញុំអត់មែនជាអ្នកស្រាវជ្រាវទេហើយអ្វីដែលខ្ញុំបានធ្វើនេះគឺគ្រាន់តែធ្វើវីដេអូផុសឲ្យអ្នកទាំងអស់គ្នាបានឃើញតែប៉ុណ្ណោះសំរោងក្នុងនេះហើយសំរោងក្នុងដែលអ្នកទាំងអស់គ្នាធ្លាប់ឮតាមរយៈបទចម្រៀងហើយពីមុនក៏ល្បីដែរតាក់ទងទៅនឹងប្រវត្តិសាស្ត្រប្រវត្តិរបស់ប៉ុលពតអីចឹងណាក៏មាននៅក្នុងនេះដែរហើយខ្លោងទ្វារនេះខ្លោងទ្វារបុរាណនេះខ្លោងទ្វារបុរាណនេះមានចម្លាក់ក្បាច់ពស់ក្បាច់អីចឹងទៅក្បាច់ខ្មែរវាមានច្រើនហើយចាត់ដីនោះក៏ចាត់ដីធំមួយទៀតចាត់ដីធំមួយទៀតចាំមើលខ្ញុំទៅក្រៅហើយអ្នកនរអស់គ្នាបានឃើញចាត់ដីធំអានេះគឺមានការប្រែប្រួលបន្តិចតួចដែរគេធ្វើជាមួយនឹងរូបក្បាលដំរីក្បាលអីរូបចម្លាក់ខ្លះវាត្រូវបានបែកបាក់ហើយគេក៏បានចុះជុលហើយតែមិនមែនចុះជុលទាំងស្រុងទេនោះចាត់ដីមួយទៀតចាត់ដីធំនោះដាក់ស៊ីគេខ្ញុំអត់ដឹងថាចាត់ដីនោះគេដាក់អីគេដែរអត់បានដើរមកជុំវិញវត្តទេបានតែថតចំណុចខ្លះហ្នឹងឯងចាត់ដីនោះធំណាស់តាំងពីសម័យណាណីហ្នឹងហើយមានជាមួយចាត់ដីថ្មីដែរចាត់ដីរបស់គេហើយមានការរៀបចំស្អាតបាននៅក្នុងវត្តរៀបចំស្អាតហើយខ្ញុំឆ្លាញ់វត្តសំរោងក្នុងនេះមែនទែនខ្ញុំអ្នកបាត់ដំបងដែរតែខ្ញុំឆ្លាញ់ភូមិនេះវាមើលមកមានសម្រាប់ធ្នាប់មានអនាម័យគ្មានសម្រាមស្អាតភ្លឹងតែម្ដងនេះពហិពហិមានពីរបងប្អូនទាំងគ្នាអាខាងក្រោយនោះគឺពហិថ្មីដែលគេធ្វើបញ្ចុះសមាឆ្នាំ2015នេះកន្លែងនេះគឺជាពហិចាស់ដែលគេចុះជុលសាថ្មីអញ្ចឹងណាហើយចាត់ដីនោះញាត់ដល់ចាត់ដីគេដាក់ស្អីគេទេយើងដើរមើលជាមួយខ្ញុំមកត្រុសខ្ញុំចង់ដើរមកជុំហើយបដល់កន្លែងនេះគឺខ្ញុំបិទវីដេអូនឹងបណ្ដោយហើយស្អាតវត្តសំរោងក្នុងនេះបើនិយាយរឿងប៉ុលពតគឺមានប្រវត្តិជូរចត់ខ្លាំងមែនទែនវត្តសំរោងក្នុងសម័យប៉ុលពតគឺកន្លែងដែលគេសាកសួរចម្លើយអ្នកទោសហើយខ្ញុំធ្លាប់បានធ្វើវីដេអូនៅខាងកន្លែងគេវាយមនុស្សធ្លាក់ចូលទឹកអីហ្នឹងក៏ខ្ញុំធ្លាប់បានទៅថតវីដេអូនៅហ្នឹងដែរចាំមើលមានឱកាសខ្ញុំទៅថតកន្លែងហ្នឹងម្ដងទៀតដើម្បីឲ្យអ្នកទាំងអស់គ្នាបានឃើញខ្ញុំទៅថតមុនហ្នឹងគឺមេឃភ្លៀងផងវាមិនបានខ្វះក្បាយអាកន្លែងគេសួរចម្លើយហើយនឹងកន្លែងនេះពីមុនដូចជាគុកបើមិនកន្លែងគុកទេកន្លែងគេសួរចម្លើយអ្នកទោសអ្នកទាំងអស់គ្នាអើយអ្វីដែលខ្ញុំអាចធ្វើបានហ្នឹងគ្រាន់តែចង់ធ្វើវីដេអូមួយនេះឲ្យផុសឲ្យអ្នកទាំងអស់គ្នាបានឃើញអ្នកខ្លះឯងដូចចង់មកលេងសម្រោងក្នុងតែអត់ដឹងអូសម្រោងក្នុងនៅណាឆ្ងាយណាស់ទៅមិនដល់ទេតែពិតទៅវាមិនឆ្ងាយទេវានៅជិតក្រុងដែរប្រហែលជាខ្ទង់3គីឡូ5គីឡូពីក្រុងចាខ្ញុំថា5គីឡូពីក្រុងចានឹងមកដល់សម្រោងក្នុងឯង
សំឡងក្នុងនេះមកចំណេញខ្លាំងមែនទែនដោយសារតែយើងបានឃើញជាមួយនឹងរឿងប្រវត្តិសាស្ត្ររបស់ខ្មែរកាលពីសម័យប៉ុលពតអ្នកទាំងអស់គ្នាអាចទៅមើលនៅនោះបាននេះខ្នោជិះទៅខាងជាងគឺឃើញកន្លែងគប់សម័យមុនសម័យប៉ុលពតនេះពហិថ្មីខ្ញុំដែលខ្ញុំធ្លាប់បានមកចុះសមាក៏ឆ្នាំ2015ហ្នឹងគឺពហិនេះខ្ញុំចាំបានទូភាពនៅពហិអាក៏យើងមកចុះសមាមុនពហិវត្តសំឡងក្នុងហើយវត្តសំឡងក្នុងនេះនៅពេលដែលចូលចាំខ្មែរម្ដងគឺសប្បាយខ្លាំងមែនទែនគឺមានជាមួយនឹងកម្មវិធីដាល់អំបុកជាមួយនឹងកម្មវិធីប្រពៃណីខ្មែរជាច្រើនហើយនឹងមានបែបតន្ត្រីស្រុកស្រែអញ្ចឹងណាវត្តសំឡងក្នុងនេះគឺសប្បាយខ្លាំងអ្នកបាត់ដំបងស្គាល់ឯសំឡងក្នុងក៏លើសំឡងក្នុងដឹងហើយហើយគាត់នេះស្អាតមានរូបចម្លាក់មានអីអញ្ចឹងណាហើយពហិមាន2ពហិបុរាណមួយ2ពហិសម័យឥឡូវនេះមួយចឹងអ្នកទាំងអស់គ្នាអាចមើលក្នុងវីដេអូខ្ញុំបានខ្ញុំនឹងថតឲ្យបានច្រើនហើយវីដេអូមុនហ្នឹងអ្នកទាំងអស់គ្នាមើលហ្នឹងគឺវីដេអូដែលខ្ញុំបានដើរចុះហើយចិត្តមកជុំហ៎ចិត្តមកជុំដើរឲ្យដល់មកជុំយើងនឹងបិទកាមេរ៉ារបស់យើងតែម្ដងមកលុបស្រួលនៅឡើយនេះសបោដើមដូងដើមស្លាហើយនឹងសបោដើមទឹកដោះគោដើមជាពិសេសហ្នឹងគឺដើមកលែនសម្រងក្នុងកលែននៅខាងស្រោងក្នុងក៏ល្បីដែរចឹងថាបាត់ដំបងមិនខ្វះតែកន្លែងលេងកន្លែងថតកន្លែងលេងគឺខ្វះតែជាពិសេសវត្តអារាមនៅអាចមើលបានតោះយើងដល់ម៉ោងទៅវិញនោះឡើងខ្លោងទ្វារចូលវត្តសំឡងក្នុងមាន2 3កន្លែងមួយហើយនឹងកន្លែងមួយទៀតគឺយើងអាចធ្វើដំណើរចូលបានដែរអូខេអ្នកទាំងអស់គ្នាប៉ុណ្្នឹងសិនបានហើយចាំជួបគ្នាជាមួយនឹងខ្ញុំវីដេអូក្រោយទៀតទីតាំងប្រហែលជាខ្ញុំត្រូវទៅថតនៅតាមវត្តឲ្យបានច្រើនដោយសារតែតាមវត្តគឺមានការប្រែប្រួលលឿនមែនទែនសូម្បីតែវិហារនេះអាក៏2ឆ្នាំមុនខ្ញុំមកមិនមែនវិហារអញ្ចឹងទេគឺវិហារចាស់បុរាណមើលទៅឃើញស្អាតហ្មងតែពេលឥឡូវមកទៅឃើញថ្មីជ្រើដូចបកកេះអូខេអ្នកទាំងអស់គ្នាបាយចាំជួបគ្នាជាមួយខ្ញុំនៅកន្លែងផ្សេងទៀតអូខេបាយ